ว้าวរបៀបថែទាំខ្លួនរបស់អ្នកសម័យថ្មីក្នុងអំឡុងពេលពោពោះទី1អាហាររូបត្ថម្ភនិងជាតិទឹកអ្នកគួរតែទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជាបន្លែផ្លែឈើនិងប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ប្រើវីតាមីនមុនពេលសម្រាកដូចជាអាស៊ីតហ្វូលិកជាតិដែកនិង DHA ផឹកទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជៀសវាងអាហារដែលបង្កគ្រោះថ្នាក់ដូចជាត្រីឆៅសាច់មិនទាន់ឆ្អិននិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនពេកទី2ថែទាំសុខភាពនិងវិជ្ជសាស្ត្រអ្នកគួរតែទៅពិនិត្យសុខភាពជាប្រចាំធ្វើតេស្តឬអុយត្រាសោតាមការណែនាំរបស់វិជ្ជបណ្ឌិតទទួលវ៉ាក់សាំងចាំបាច់ដូចជាវ៉ាក់សាំងប្រឆាំងជំងឺផ្ដាសាយជាដើមទី3របៀបរស់នៅសុខុមាលភាពនិងសុខភាពផ្លូវចិត្តអ្នកគួរតែហាត់ប្រាណស្រាលៗដូចជាដើរហែលទឹកនិងលេងយូហ្គាសម្រាប់ស្ត្រីមានផ្ទៃពោះគេញ៉ាំបានគ្រប់គ្រាន់ចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជៀសវាងការជក់បារីនិងប្រើប្រាស់គ្រឿងញៀននិងសារធាតុញៀនផ្សេងៗប្រសិនបើមានអារម្មណ៍ថប់អារម្មណ៍ឬសង្ស័យអំពីអារម្មណ៍របស់ខ្លួនឯងអ្នកគួរតែស្វែងរកអ្នកដែលអាចប្រឹក្សាបានដូចជាអ្នកគ្រូពេទ្យឬមួយក៏អ្នកដែលមានជំនាញផ្នែកផ្លូវចិត្តទី4ចុងក្រោយគឺការរៀបចំផែនការសម្រាប់ទារកយើងអាចចាប់ផ្ដើមស្វែងយល់អំពីការសម្រាលកូនការបំបៅកូនដោយទឹកដោះឬក៏វិធីថែកូនដែលគាត់ទើបតែកើតយើងអាចរៀបចំផ្ទះឲ្យមានសុវត្ថិភាពសម្រាប់កូនរបស់យើងនិងពិចារណាផែនការនៃការសម្រាលកូនអាចពិភាក្សាជាមួយនឹងវិជ្ជបណ្ឌិតរបស់យើងបាន